ទេសសវណ្ណភូមិដូនតាយើងបន្សល់ទុកមរតកដ៏មហាសាលចាប៉ុន្តែយើងអត់ព្រមច្នៃប្រឌិតទេយើងគិតតែឆ្លោះគ្នាហើយមិនត្រឹមតែឆ្លោះគ្នាទេឲ្យគេមកច្នៃប្រឌិតឲ្យទៀតហេតុអីបានខ្ញុំថាឲ្យគេមកច្នៃប្រឌិតគឺគេមកកើបយករ៉ែនៅមណ្ឌលគិរីរតនគិរីព្រះវិហារក៏រ៉ែខ្លះគេមិនបានរែងគេដឹកទាំងដីទៅទៀតដើម្បីទៅយកទៅច្នៃនៅស្រុកគេបាត់បង់ទាំងកម្មករទៀតដីដែលល្អឥតខ្ចោះដីសវណ្ណភូមិយើងអត់បានចែកទៅដល់ពលរដ្ឋប្រជាពលរដ្ឋខ្មែរដែលឲ្យច្នៃប្រឌិតទេចា៎យើងនាំជនជាតិគេមកច្នៃប្រឌិតទាំងក្រុមហ៊ុនទាំងកម្មករមកទៀតអាហ្នឹងឯងដែលយើងគិតថាយើងរវល់តែឆ្លោះគ្នារវល់តែដណ្ដើមគ្នាគិតប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្តួចប៉ុន្តែយើងមិនបានចាប់យកឱកាសដ៏ធំធេងសម្រាប់ពលរដ្ឋទូទៅទេយើងចាប់យកឱកាសតែខ្លួនឯង